ថ្ងៃទី2រាប់មើលថាអ្នកបាននិយាយកាត់អ្នកដតីប៉ុន្មានដងបើសិនអ្នកចង់ដឹងច្បាស់ថាទម្លាប់ទំនាក់ទំនងដ៏អាក្រក់បំផុតតើវាគឺជាអ្វីតាមពិតមានទម្លាប់ទំនាក់ទំនងដ៏អាក្រក់ជាច្រើនប៉ុន្តែយើងភាគច្រើនបានយល់ដូចគ្នាថាការនិយាយកាត់គឺជាទម្លាប់ដ៏អាក្រក់បំផុតមួយនៅក្នុងចំណោមទម្លាប់ទាំងនោះនៅថ្ងៃនេះអ្នកនឹងពិនិត្យមើលថាតើអ្នកនិយាយកាត់អ្នកដតីញឹកញាប់ប៉ុណ្ណាហើយបន្ទាប់មករៀនផ្ដល់ពេលនិងឱកាសឲ្យដៃគូសន្ទនារបស់អ្នកដែលពួកគេចង់បានការសន្ទនាកាត់អ្នកដតីគឺជារឿងងាយស្រួលក្នុងការធ្វើបំផុតឧទាហរណ៍បើអ្នកបានចូលរួមនៅក្នុងកិច្ចពិភាក្សាដ៏ក្តៅគគុកអ្នកអាចនឹងចង់និយាយកាត់ភ្លាមដើម្បីបានបញ្ចេញឬការពារទស្សនៈរបស់ខ្លួនបើអ្នកប្រកាន់មាំចំពោះគំនិតរបស់ខ្លួនអារម្មណ៍ពុះកញ្ជ្រោលរបស់អ្នកអាចនឹងពុះកញ្ជ្រោលឡើងភ្លាមប៉ុន្តែនេះគឺជាកន្លែងដែលបញ្ហាស្ថិតនៅទោះបីជាគំនិតរបស់អ្នកល្អយ៉ាងណាក៏ដោយដៃគូសន្ទនារបស់អ្នកនឹងពិបាកក្នុងការធ្វើឲ្យពួកគេចាប់អារម្មណ៍ដែលពួកគេគួរមានប្រសិនបើអ្នកនិយាយកាត់ដោយការនិយាយកាត់របស់អ្នកកំពុងតែបង្ហាញថាគំនិតនិងទស្សនៈរបស់អ្នកសំខាន់ជាងគំនិតរបស់អ្នកដទៃដោយអ្នកបានដឹងពីបទពិសោធន៍ផ្ទាល់ខ្លួនអញ្ចឹងការនិយាយកាត់បានធ្វើឲ្យគំនិតរបស់អ្នកប្រាក់ចាកពីប្រធានបទការនិយាយកាត់ក៏ធ្វើឲ្យមនុស្សមានអារម្មណ៍មិនឲ្យតម្លៃផងដែរប្រសិនបើមនុស្សឲ្យតម្លៃអ្នកនិងគំនិតរបស់អ្នកយ៉ាងហោចណាស់ក៏ពួកគេមានភាពអោនលំទោលក្នុងការទុកឲ្យអ្នកនិយាយចប់ដែរតើមែនទេអ្នកត្រូវអនុវត្តគោលការណ៍ដូចគ្នានេះនៅពេលស្ដាប់អ្នកដទៃយ៉ាងយកចិត្តទុកដាក់ការនិយាយកាត់អាចសម្លាប់ឱកាសនៃការកសាងសោភ័ណភាពដ៏ល្អរបស់អ្នកជាមួយអ្នកដទៃទាំងស្រុងហើយនេះមិនមែនជាការនិយាយបំភ្លឺទេប្រសិនបើពួកគេមានអារម្មណ៍ហាក់ដូចជាអ្នកចាប់អារម្មណ៍ជាខ្លាំងក្នុងការបង្ខំពួកគេជាមួយទស្សនៈផ្ទាល់ខ្លួនរបស់អ្នកជាជាងការឆ្វេងយល់ពីពួកគេនឹងចាប់ផ្ដើមដកសេចក្តីទុកចិត្តពីអ្នកភ្លាមខាងក្រោមនេះគឺជាវិធីលុបបំបាត់ទម្លាប់និយាយកាត់ទី1កំណត់គោលដៅនិងឲ្យរង្វាន់ខ្លួនឯងកំណត់គោលដៅដែលមានភាពប្រាកដនិយមនិងជ្រើសរើសរង្វាន់ដ៏តូចមួយជាការលើកទឹកចិត្តឧទាហរណ៍អ្នកអាចសន្យានឹងខ្លួនឯងថាប្រសិនបើអ្នកអនុវត្តវាពេញមួយថ្ងៃដោយនិយាយកាត់មនុស្សតិចជាង10ដងអ្នកនឹងទិញទស្សនាវដ្តីដែលអ្នកចូលចិត្តឬស្ករគ្រាប់នៅតាមផ្លូវទៅផ្ទះទី2សញ្ញាដាស់តឿនដំណោះស្រាយដ៏សាមញ្ញអាចល្អបំផុតខ្ញុំតែងបិទក្រដាសចំណាំដ៏តូចនៅលើអេក្រង់កុំព្យូទ័ររបស់ខ្ញុំដើម្បីរំលឹកខ្ញុំកុំឲ្យនិយាយកាត់អ្នកដទៃវាដាស់តឿនឲ្យខ្ញុំបិទមាត់និងផ្ទៀងត្រចៀកស្ដាប់ខ្ញុំបានសម្លឹងមើលវានៅពេលខ្ញុំនិយាយទូរស័ព្ទវាបានក្រោករំលឹកខ្ញុំថាប្រសិនបើខ្ញុំព្យាយាមសាងទំនាក់ទំនងនិងធុរកិច្ចរបស់ខ្ញុំត្រូវទុកឲ្យអ្នកដទៃនិយាយទី3សរសេរពីចំណុចដែលអ្នកចង់និយាយជាមុនខណៈដែលអ្នកមិនអាចកត់ត្រាអំឡុងពេលសន្ទនាដែលមិនបានរំពឹងទុកអ្នកអាចយកបញ្ជីតាមខ្លួនអ្នកទៅក្នុងការប្រជុំដែលបានកំណត់ទុកនៅពេលអ្នកដឹងថាកូនសោដ៏សំខាន់របស់អ្នកត្រូវបានត្រៀមទុកនៅលើក្រដាសវាងាយស្រួលក្នុងការមិននិយាយកាត់នៅក្នុងការប្រជុំជាផ្លូវការអ្នកក៏អាចកត់ត្រាពីគំនិតរបស់អ្នកនៅពេលអ្នកដទៃកំពុងនិយាយផងដែរនៅពេលពួកគេបាននិយាយចប់បន្ទាប់មកអ្នកអាចនិយាយទៅតាមការកត់ត្រារបស់អ្នកនិងធ្វើការពន្យល់បន្ថែមទី4ចូលចាំថាភាពស្ងៀមស្ងាត់របស់អ្នកមានឥទ្ធិពលដូចពាក្យសម្ដីរបស់អ្នកអញ្ចឹងគ្មាននរណាម្នាក់ចូលចិត្តមនុស្សអួតឬមនុស្សដែលហាក់ដូចជាចូលចិត្តសម្លេងរបស់ខ្លួនឯងឡើយម្យ៉ាងវិញទៀតអ្នកគ្រប់គ្នាឲ្យតម្លៃនរណាដែលទុកឲ្យអ្នកដទៃនិយាយនិងប្រយ័ត្នប្រយែងនៅពេលបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេបើគំនិតនៃការនៅស្ងៀមស្ងាត់ធ្វើឲ្យអ្នករសាប់រសល់ក្នុងចិត្តចូលគិតថាទម្លាប់និយាយកាត់របស់អ្នកអាចបណ្ដាលមកពីអារម្មណ៍អសុវត្ថិភាពមនុស្សដែលចូលចិត្តនិយាយកាត់មានអារម្មណ៍ចង់បង្ហាញថាពួកគេមានគំនិតផ្ទាល់ខ្លួនរបស់ពួកគេឬថាពួកគេទទួលបានការឲ្យតម្លៃតើរឿងនេះហាក់ដូចជាស្រដៀងគ្នាមែនទេប្រសិនបើស្រដៀងគ្នា
ទម្លាប់និយាយកាត់របស់អ្នកអាចលើសពីទម្លាប់ដ៏អាក្រក់ទៅទៀតវាអាចជាពេលដើម្បីពិនិត្យមើលអារម្មណ៍តូចទាបនិងលុបបំបាត់វាទោះដោយខ្លួនឯងក្តីឬដោយមានជំនួយពីអ្នកជំនាញចិត្តសាស្ត្រក្តីទី4អនុវត្តបិទមាត់របស់អ្នកប្រយោគបិទមាត់របស់អ្នកអាចត្រូវបានប្រើនៅទីនេះនៅពេលអ្នកមានអារម្មណ៍ចង់និយាយកាត់ចូលញាត់សាំងវិចចូលប្រហោងមាត់របស់អ្នកការនឹកទៅដល់អារម្មណ៍នេះប្រៀបដូចជាអ្នកក្រោយរំលឹកកុំឲ្យអ្នកនិយាយកាត់អ្នកដទៃវប្បធម៌ខុសៗគ្នាដំបូន្មានដែលខ្ញុំបានផ្ដល់នៅក្នុងមេរៀននេះសន្មតថាអ្នកនិងអ្នកនៅជុំវិញខ្លួនអ្នកដែលបានធំដឹងក្តីឡើងនៅក្នុងវប្បធម៌ដែលបានចាក់ទុកការនិយាយកាត់ជាសញ្ញានៃការគ្មានច្បាប់គ្មានទម្លាប់ពួកលោកខាងលិចនឹងយល់ស្របថាវាគឺជាអរិយាប័ត្រដ៏ល្អក្នុងការទុកឱកាសឲ្យអ្នកដទៃនិយាយឲ្យចប់មុននឹងធ្វើការឆ្លើយតបយ៉ាងណាក៏ដោយវាមានប្រយោគដែលដឹងថាមានវប្បធម៌ខុសៗគ្នាដែលមនុស្សបានយកឃើញចំពោះការនិយាយកាត់យ៉ាងដូចម្ដេចឧទាហរណ៍វប្បធម៌ខ្លះបានចាត់ទុកការនិយាយកាត់ជារឿងធម្មតាខ្ញុំសូមលើកឧទាហរណ៍ចំនួន2ជនជាតិអ៊ីតាលីច្រើនតែមើលឃើញថាការនិយាយកាត់ជារឿងធម្មតានៃការបង្ហាញពីការចាប់អារម្មណ៍លើប្រធានបទទន្ទឹមនឹងនេះមនុស្សដែលធំដឹងក្តីឡើងនៅក្នុងវប្បធម៌ជប៉ុនតែងតែជឿថាវាគឺជារឿងធម្មតាក្នុងការនិយាយកាត់នរណាម្នាក់សូម្បីសួរសំណួរបញ្ជាក់នៅពេលអ្នកជួបនរណាម្នាក់នរណាដែលហាក់ដូចជាប្រញាប់ក្នុងការនិយាយកាត់ចូលគិតពីភាពអាចទៅរួចដែលថាពួកគេមានវប្បធម៌បែបនេះវាមិនស័ក្តិសមទេក្នុងការសុំឲ្យនរណាម្នាក់និយាយពីកេរដំណែលគ្រួសាររបស់ពួកគេប៉ុន្តែគ្រាន់តែដឹងថាវប្បធម៌ខុសគ្នានេះអាចជួយឲ្យអ្នកនៅតែមានអារម្មណ៍ស្ងប់និងអត់ធ្មត់អ្នកអាចធ្វើការស្នើសុំដោយត្រង់ដូចជាខ្ញុំមានអ្វីមួយដ៏សំខាន់ពិតប្រាកដដើម្បីនិយាយនិងមិនចង់ភ្លេចវាទេដូច្នេះបើអ្នកមានសំណួរតើអ្នកអាចសួរវានៅចុងបញ្ចប់បានដែរឬទេដាក់ឲ្យវាចេញជាសកម្មភាពលំហាត់នៅថ្ងៃនេះពិតជាសាមញ្ញបំផុតឬយ៉ាងហោចណាស់ក៏វាសាមញ្ញនៅក្នុងទ្រឹស្ដីដែរសាករាប់មើលថាអ្នកបាននិយាយកាត់អ្នកដទៃច្រើនប៉ុណ្ណានៅគ្រប់ការសន្ទនារបស់អ្នកហើយបន្ទាប់មកប្រើកន្លឹះខាងលើដើម្បីបញ្ចប់ខ្លួនឯងល្អបំផុតអ្នកគួរតែព្យាយាមនិយាយជាមួយមនុស្សយ៉ាងហោចបំផុត3នាក់បើសិនអ្នកអាចធ្វើបែបនេះបានជាមួយមនុស្សមួយក្រុមរឹតតែប្រសើរពេលដែលអ្នកបានសាកល្បងលំហាត់នេះដំបូងខ្ញុំបានស្រងាកចិត្តដែលបានរកឃើញថាខ្ញុំពិបាកទុកឲ្យមនុស្សនិយាយចប់សេចក្តីរបស់ពួកគេខ្លាំងណាស់ចេតនារបស់ខ្ញុំមិនអាក្រក់ឬឆ្លើយទេប៉ុន្តែដៃគូសន្ទនារបស់ខ្ញុំបានក្តៅក្រហាយចិត្តបំផុតលុះត្រាតែខ្ញុំបានព្យាយាមដាក់កំហិតខ្លួនឯងទើបខ្ញុំអាចហាមខ្លួនឯងពីការនិយាយកាត់អ្នកដទៃបានគ្រាន់បន្តិចវាគឺជាទម្លាប់ដ៏ពិបាកក្នុងការយកឈ្នះប៉ុន្តែមិត្តភ័ក្តិនិងគ្រួសាររបស់អ្នកនឹងអរគុណអ្នកចំពោះវាតើនរណាទៅដឹងអ្នកប្រហែលជាអាចរៀនពីអ្វីមួយថ្មីបានទៀតផងបើអ្នកមានជំនាញលើសិល្បៈនៃការបិទមាត់របស់អ្នកថ្ងៃទី3ធ្វើជាអ្នកទំនាក់ទំនងបែបស្ដាប់ចិត្តគ្នានៅពេលនិយាយពីបញ្ហាសង្គមនិងនយោបាយយើងសុទ្ធតែមានគំនិតផ្ទាល់ខ្លួនរបស់យើងប៉ុន្តែរឿងមួយដែលយើងភាគច្រើនអាចយល់ស្របគ្នាគឺថាមនុស្សគ្រប់រូបមិនថាប្រវត្តិឬបុគ្គលិកលក្ខណៈរបស់ពួកគេបែបណាទេគួរតែទទួលបានការប្រតិបត្តិដោយការគោរពនៅថ្ងៃនេះអ្នកនឹងរៀនពីសារៈសំខាន់នៃទំនាក់ទំនងបែបគ្នាឯងតើអ្វីជាទំនាក់ទំនងបែបស្គាល់ចិត្តគ្នានិយាយរួមអ្នកទំនាក់ទំនងបែបស្គាល់ចិត្តគ្នាដ៏ល្អបានយ៉ាងយកចិត្តទុកដាក់មិនប្រមាថឬមើងងាយក្រុមទាំងមូលផ្អែកទៅលើទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេឡើយពួកគេមិនបានធ្វើការសន្មតផ្អែកទៅលើបុគ្គលិកលក្ខណៈរបស់បុគ្គលនោះទេទំនាក់ទំនងបែបស្គាល់ចិត្តគ្នាទទួលស្គាល់និងឲ្យតម្លៃទៅលើទស្សនៈខុសគ្នាការស្ទាត់លើជំនាញនេះគឺជារឿងដ៏សំខាន់បំផុតនៅសតវត្សទី21នេះដោយសារសកលភាវូបនីយកម្មសប្តាហ៍ថ្ងៃនេះមនុស្សបានមកពីគ្រប់មជ្ឈដ្ឋានបានធ្វើការនឹងទំនាក់ទំនងគ្នា
ទំនាក់ទំនងបែបស្គាល់ចិត្តគ្នាបានបង្កើតសព្វនភាពដ៏ល្អរវាងគ្នានឹងគ្នាហើយវាក៏បានបង្កើតលទ្ធផលការងារផងដែរការស្រាវជ្រាវបានបង្ហាញពីទំនាក់ទំនងបែបស្គាល់ចិត្តគ្នាជាវិជ្ជមានរវាងភាពខុសគ្នាជាតិសាសន៍ខុសគ្នានិងប្រាក់ចំណេញនៅក្នុងអង្គភាពគន្លឹះសម្រាប់ទំនាក់ទំនងបែបស្គាល់ចិត្តគ្នាទី1កុំបង្ហាញពីបុគ្គលិកលក្ខណៈបើវាមិនចាំបាច់ក្នុងការធ្វើបែបនេះទេនោះឧបមាថាអ្នកកំពុងប្រាប់ក្រុមការងាររបស់អ្នកថានាយកចឹកមកពីនាយកដ្ឋានផ្សេងត្រូវបានបញ្ជូនមកដើម្បីធ្វើការងារជាមួយពួកគេលើគម្រោងថ្មីមួយនាយកចឹកនេះគឺជាបុគ្គលមានឈ្មោះថាសែមដែលមានភាពរុះរាយបំផុតវានឹងមិនស័ក្តិសមទេក្នុងការនិយាយថាសែមជាបុរសដ៏រុះរាយមកពីនាយកដ្ឋាននិងមកចូលរួមជាមួយយើងនៅថ្ងៃច័ន្ទនេះចរិតលក្ខណៈរបស់សែមមិនតាក់ទងនឹងការងាររបស់ពួកគាត់ទេដូច្នេះការផ្ដោតទៅលើចរិតលក្ខណៈនេះគឺជារឿងមិនចាំបាច់ទេទី2កុំសន្មត់ពីភេទឬចរិតលក្ខណៈរបស់មនុស្សជ្រើសរើសពាក្យមិនបញ្ជាក់ពីភេទប្រសិនបើអាចទៅរួចឧទាហរណ៍បើអ្នកគ្រប់គ្រងរបស់អ្នកបានលាឈប់ពីក្រុមហ៊ុនហើយអ្នកមិនទាន់ស្គាល់ពីភេទនៃអ្នកគ្រប់គ្រងថ្មីនៅឡើយវាស័ក្តិសមបំផុតក្នុងការប្រើពាក្យថាពួកគាត់សំដៅទៅលើបេក្ខជនណាមួយជាងការប្រើពាក្យគាត់ឬនាងលុះត្រាតែអ្នកគ្រប់គ្រងថ្មីត្រូវបានជ្រើសរើសកុំសន្មតថាមនុស្សមានទំនាក់ទំនងភេទផ្ទុយគ្នាវាគឺជាការល្អក្នុងការប្រើពាក្យដូចជាដៃគូឬមនុស្សកំណានចិត្តជាងមិត្តប្រុសឬប្រពន្ធទី3បើអ្នកត្រូវនិយាយពីភាពអសមត្ថភាពឬពិការភាពរបស់នរណាម្នាក់ចូលនិយាយដោយប្រើពាក្យឲ្យបានសមរម្យវាជាការពិតដែរថាមនុស្សជាច្រើនដែលអសមត្ថភាពមានការឈឺចាប់ដោយសារហេតុផលអ្វីមួយប៉ុន្តែវាជារឿងឥតក្រែងចិត្តក្នុងការនិយាយថា Peter ឈឺចាប់ដោយសារជំងឺឆ្កួតជ្រូកឬ Marie ឈឺចាប់ដោយសារជំងឺវង្វេងស្មារតីទី4ផ្ដោតទៅលើមនុស្សពុំមែនអសមត្ថភាពឬពិការភាពដែលពួកគេអាចមាននោះទេកុំកំណត់នរណាម្នាក់ដោយសារជំងឺឬអសមត្ថភាពរបស់ពួកគេឧទាហរណ៍វាគឺជាការល្អក្នុងការនិយាយថាផាតមានអារម្មណ៍បាក់ទឹកចិត្តជាងផាតតែងតែបាក់ទឹកចិត្តឬផាតបានបាក់ទឹកចិត្តទី5កុំនិយាយម៉ៅទាំងអស់ការសន្មតផ្អែកទៅលើសញ្ជាតិជាតិសាសន៍ឬបុគ្គលិកលក្ខណៈផ្សេងទៀតគឺជាការប្រមាថព្រោះវាបានបង្ហាញថាខ្វះការគោរពចំពោះទេពកោសល្យនិងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់នរណាម្នាក់ទស្សនៈនេះនៅតែជាការពិតសូម្បីតែនិយាយម៉ៅទាំងអស់នៅក្នុងរឿងវិជ្ជមានក៏ដោយឧទាហរណ៍បើអ្នកជួបគណនេយ្យករជាជនជាតិចិនវានឹងមិនល្អទេក្នុងការនិយាយថាជនជាតិចិនធ្វើជាគណនេយ្យករដ៏ល្អពីកំណើតព្រោះជនជាតិអាស៊ីពូកែគណិតវិទ្យាបំផុតទី6បង្ហាញការគោរពពូជអម្បូរឬជាតិសាសន៍តាមរយៈការសរសេរអក្សរធំឬដិតនៅក្នុងទំនាក់ទំនងជាលីលួយអក្សរឧទាហរណ៍ Native American Black និង Torres Strait Islander ប្រសិនបើនៅសង្ស័យចូលស្វែងរកពាក្យនៅក្នុងវចនានុក្រមឬប្រើប្រភពអនឡាញដ៏មានកេរ្តិ៍ឈ្មោះទី7គិតពីបរិបទចូលចងចាំថានៅក្នុងឧទាហរណ៍មួយចំនួនវាមិនអីទេសម្រាប់សមាជិកក្រុមក្នុងការប្រើពាក្យដែលនឹងប្រមាថមើលងាយប្រសិនបើត្រូវបានប្រើដោយអ្នកក្រៅឧទាហរណ៍សមាជិកមួយចំនួននៃសមាគម LGBT ហៅខ្លួនឯងថាស្រីស្រឡាញ់ស្រីយ៉ាងណាក៏ដោយពាក្យនេះរមែងត្រូវបានគេគិតថាជាការប្រមាថបើត្រូវបានប្រើដោយមនុស្សដែលមានភេទផ្ទុយគ្នានិងមិនមែនគ្រប់មនុស្សនៅក្នុងសហគមន៍ LGBT សុទ្ធតែទទួលយកវាបាននោះទេប្រសិនបើនៅសង្ស័យការមិនប្រើពាក្យដែលធ្លាប់មានប្រវត្តិបានប្រើដើម្បីប្រមាថឬមើលងាយអ្នកដទៃគឺជាការជៀសវាងដ៏ល្អបំផុតទី8ជៀសវាងការនិយាយបញ្ឈឺបុគ្គលឬក្រុមមនុស្សបើអ្នកមានពិការភាពអ្នកអាចនឹងធ្លាប់ឮនរណាម្នាក់និយាយពីអ្នកដូចជាក្លាហាន
ឬមានចិត្តមោះមុតក្នុងការធ្វើកិច្ចការប្រចាំថ្ងៃដូចជាសម្អាតផ្ទះរបស់អ្នកទៅធ្វើការឬទៅហាត់ប្រាណនៅក្លឹបជាដើមខ្ញុំមានបងប្អូនជីដូនមួយម្នាក់ដែលបានដើរជាមួយឈើច្រត់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនឆ្នាំមុនមនុស្សដែលមានចេតនាល្អជាច្រើនបានសរសើរគាត់ដែលមានចិត្តមោះមុតចេតនារបស់ពួកគេល្អទេប៉ុន្តែបងប្អូនជីដូនមួយរបស់ខ្ញុំមានអារម្មណ៍ដូចជាត្រូវបានគេនិយាយបាញ់ឈឺកុំសន្មត់ថាដោយសារតែនរណាម្នាក់ពិការភាពទើបពួកគេចង់មានការទទួលស្គាល់ឲ្យសោះតើទំនាក់ទំនងបែបស្គាល់ចិត្តគ្នាពិតជាចាំបាច់ដែរឬទេខ្ញុំទទួលស្គាល់ការពិតដែរថាអ្នកខ្លះគិតថាទំនាក់ទំនងបែបស្គាល់ចិត្តគ្នាត្រូវស្គាល់គ្នាឲ្យបានច្បាស់យ៉ាងណាក៏ដោយមិនថាអ្នកស្ថិតនៅកន្លែងណាទេអ្នកអាចមើលឃើញខ្លួនឯងនៅក្នុងបញ្ហាភ្លាមប្រសិនបើអ្នកមិនប្រើទំនាក់ទំនងបែបស្គាល់ចិត្តគ្នាទេនោះឧទាហរណ៍ការប្រើភាសាអាភាសនៅកន្លែងធ្វើការអាចញ៉ាំងឲ្យអ្នកស្ថិតនៅក្នុងស្ថានភាពដ៏លំបាកជាមួយអ្នកគ្រប់គ្រងធនធានមនុស្សឬក៏អ្នកទទួលបានគេឈ្មោះជាមនុស្សម្នាក់គ្មានសុជីវធម៌ភ្លាមហេតុអ្វីបានជាការនិយាយលេងសើចបែបអាភាសគឺជារឿងអាក្រក់ទោះបីជាអ្នកគ្រាន់តែនិយាយលេងសើចក៏ដោយជាច្រើនឆ្នាំមុននេះខ្ញុំបានជួបមនុស្ស2-3នាក់ដែលអះអាងថាវាអាចទទួលយកបានក្នុងការនិយាយលេងសើចបែបអាភាសឬប្រមាថមនុស្សដរាបណាអ្នកមិនមានចេតនាប្រមាថពិតប្រាកដប៉ុន្តែនេះជាអ្វីមួយដើម្បីគិតមនុស្សដែលគ្រប់គ្រងការនិយាយលេងសើចបែបអាភាសប្រមាថឬមើលងាយនឹងមានអារម្មណ៍ថាអាចទទួលយកបាននៅពេលណាដែលពួកគេស្ដាប់ឬបែបលេងសើចប៉ុណ្ណោះនេះមានន័យថាពូជសាសន៍និយមភេទនិយមនិងទម្រង់ផ្សេងទៀតនៃការប្រកាន់សាសនាអាចទទួលយកបានកុំធ្វើការលេងសើចដោយផ្អែកទៅលើរឿងកំ pl ែងដែលបង្អាប់គ្នាលេងហើយត្រូវធ្វើឲ្យអ្នកដទៃដឹងថាអ្នកមិនបានមើលឃើញថាវាជារឿងគួរយកមកលេងសើចនោះទេដាក់ឲ្យវាចេញជាសកម្មភាពលំហាត់ទី1តើអ្នកបង្ហាញការសន្មត់ឬការសន្និដ្ឋានទោះវិជ្ជមានឬអវិជ្ជមានក៏ដោយនៅពេលនិយាយពីក្រុមណាមួយដែរឬទេលើកក្រោយពេលអ្នកចូលរួមនៅក្នុងការសន្ទនាដែលបាននិយាយអំពីអ្នកដទៃចូលពិចារណាថាតើជំរើសនៃពាក្យរបស់អ្នកគួរឲ្យគោរពឬអត់តើអ្នកអាចជាអ្នកទំនាក់ទំនងដែលស្គាល់ចិត្តគ្នាដែរឬទេប្រសិនបើអាចអនុវត្តបានចូលធ្វើការកត់សម្គាល់ថាលើកក្រោយអ្នកអាចធ្វើឲ្យប្រសើរឡើងនៅត្រង់ណានិងដោយវិធីណាលំហាត់ទី2បដូរប៉ុស្តិ៍ទូរទស្សន៍ឬក៏ចូលទៅក្នុង YouTube និងស្វែងរកកម្មវិធីដែលនិយាយច្រើនពីការសន្ទនាមើលវារយៈពេល15ទៅ20នាទីតើមនុស្សចូលរួមនៅក្នុងការសន្ទនាដែលកំពុងនិយាយគំនិតឬជំនឿអវិជ្ជមានចំពោះក្រុមណាមួយដែរឬទេតើអ្នកបានស្ដាប់ឬភាសាស្រដៀងគ្នានៅក្នុងទំនាក់ទំនងរៀងរាល់ថ្ងៃរបស់អ្នកដែរឬទេប្រសិនបើដូច្នោះតើអ្នកអាចសាកល្បងវាបានដោយវិធីណា